នបងប្អូនទាំងអស់គ្នាចាអញ្ចឹងនេះគឺជាការបង្ហាញជូនពីផ្ទះបាយក្តាំង58ចាអញ្ចឹងបាយក្តាំងយើងគឺមានសភាពស្រួយចាហើយឆ្ងាញ់ឆ្ងាញ់តែផលិតមកថ្មីអត់បានធ្វើទុកជូនបងប្អូនទេចាហើយសំបីតែកូនអ្នកលក់នោះក៏ញ៉ាំដែរគឺញ៉ាំជារៀងរាល់ថ្ងៃហ្មងគាត់ចូលចិត្តណាស់ចាអញ្ចឹងបាយក្តាំងយើងដោយសារយើងទឹកព្រៀងទៅលើការប្រើប្រាស់ប្រេងចាប្រេងគឺយើងប្រើប្រេងល្អអត់មានន័យថាយើងអត់បានទុកយូរទេបងប្អូនទាំងអស់គ្នាចាអញ្ចឹងយើងធ្វើតាមល្មមធ្វើទៅកំណត់ចំនួនឆ្នាំច្បាស់លាស់គឺយើងចាក់ចោលយើងអត់ប្រើទេចាអញ្ចឹងនៅពេលដែលបងប្អូនហូបទៅគឺអត់ឈឺកទេអត់ខ្មួទេណាចាហើយសាច់ក៏យើងធ្វើខ្លួនឯងដែរយើងអត់បានយកពីគេទេអញ្ចឹងបើផ្អែកទៅលើរសជាតិគឺយើងតិចអំបិលតិចស្ករចាគឺមានរសជាតិល្មមអត់ប្រៃអត់ផ្អែមពេកទេបងប្អូនទាំងអស់គ្នាចាអញ្ចឹងយើងអាចហូបបានទាំងអស់គ្នាណាអត់ប្រឡំទេចាហើយក៏អត់មានក្លិនទឹកត្រីដែរព្រោះខ្ញុំអត់ប្រើទឹកត្រីទេចាអញ្ចឹងបងប្អូនអាចធ្វើការកម្មង់បានណាចាកូនខ្ញុំគាត់ហូបរាល់ថ្ងៃនេះឆ្ងាញ់អីកូនឆ្ងាញ់អូនចូលចិត្តអត់ចូលចិត្តទឹកជ្រលក់មិនដែរឆ្ងាញ់ចាសួរគាត់ថាយកទឹកជ្រលក់អត់មកយកឯងគាត់ថាអត់ទេអត់ព្រមទេយកទឹកជ្រលក់ទីរាល់ថ្ងៃមួយពិសេសនេះ